គេងមួយយប់នៅចំណុចដែលខ្ពស់ជាងគេបំផុតរបស់ប្រទេសកម្ពុជាក្រោមអាកាសធាតុ14អង្សាសេវ៉ាវព្រោះតែធ្លាប់មករាល់ដងគេងតែនៅដំណាក់ទី2ទេមិនដែលធ្លាប់សោះឡើយគេងនៅកំពូលភ្នំអូរ៉ាល់លើកនេះត្រូវតែសារឲ្យដឹងម្ដងថាការគេងនៅចំណុចកំពូលភ្នំដែលខ្ពស់ជាងគេរបស់ប្រទេសកម្ពុជានឹងមានរសជាតិបែបណាទៅឥឡូវនេះសូមបងប្អូនទាំងអស់គ្នាមកមើលពីសកម្មភាពទាំងស្រុងរបស់ខ្ញុំដូចតទៅដោយតែសពមួយដងអញ្ចឹងពួកខ្ញុំបានគេងនៅសហគមន៍សាមគ្គីមួយយប់ព្រឹកឡើងខាងសហគមន៍បានរៀបចំបាយខ្ចប់ស្លឹកចេកសម្រាប់ពួកយើងខ្ចប់យកទៅញ៉ាំពេលឡើងភ្នំគឺអាហារពេលព្រឹកនិងអាហារថ្ងៃត្រង់បន្ទាប់មកយើងបានចេញម៉ូតូឆ្ពោះទៅជើងភ្នំអូរ៉ាល់ដើម្បីចាប់ផ្ដើមដើរឡើងអ្នកទាំងអស់គ្នាផ្លូវដើរឡើងទៅកំពូលភ្នំអូរ៉ាល់គឺពិតជាមានភាពពិបាកខ្លាំងមែនទែនមិនងាយស្រួលនោះទេដោយដែលបងប្អូនបានឃើញហើយលូនផងក្រាបផងដើរកាត់ទឹកផងឡើងចំណោទដែលចតទៀតហើយនេះគឺជាលើកទី3របស់ខ្ញុំហើយដែលឡើងទៅកំពូលភ្នំអូរ៉ាល់ហើយទម្ងន់ដែលខ្ញុំស្ពាយនៅក្នុងថ្ងៃនេះគឺប្រហែលជា12ទៅ15គីឡូខ្ញុំពិតជាចូលចិត្តសកម្មភាពនៃការដើរឡើងភ្នំនេះជាងសកម្មភាពដើរលេងនៅកន្លែងណាដែលងាយស្រួលទៅដល់មែនទែនមកដល់ចំណុចនេះយើងត្រូវឈប់សម្រាកហូបបាយសិនបងប្អូនបាយខ្ចប់ស្លឹកចេកគឺជាអាហារពេញនិយមរបស់អ្នកឡើងភ្នំតែម្ដងវាមានរសជាតិឆ្ងាញ់ហើយវាអាចជួយបរិស្ថានបានទៀតដោយសារតែយើងមិនប្រើប្រាស់ថង់ប្លាស្ទិកនោះទេផ្លូវទៅភ្នំអូរ៉ាល់បងប្អូនទាំងអស់គ្នាឃើញជាតិទេគឺថាដើរនៅក្នុងព្រៃស្មៅចឹងហ្មងណាមិនព្រៃឈើណាគឺព្រៃស្មៅបងប្អូនគ្នាអូយចង់និយាយថាឡើងអែមខ្លាំងមែនតើណាអូយអ្នកទាំងអស់គ្នាហើយនិយាយមែនដើមឈើនៅទីនេះគឺធំខ្លាំងមែនតើបាទចង់និយាយថាមើលឬវាឡើងប៉ុណ្ណានៃហ្មងណាលក្ខណៈថាបើសិនជាវាអត់រលំវិញណាដើមនេះគឺធំអោបនឹងប្រហែលនេះឯងបញ្ជុំនេះនៅម្ដុំខ្នងរៀបភ្នំអូរ៉ាល់បងប្អូនទាំងអស់គ្នាវ៉ាវចង់ទុំខ្ញុំមែន sorry ពេលដែលយើងដើរយើងត្រូវធ្វើការប្រយ័ត្នប្រយែងផងព្រោះដោយសារតែនៅជាប់ស្លឹកឈើគឺភាគច្រើនគឺមានទាករងចាំតោងពួកយើងអញ្ចឹងក្រៅពីទាគឺមានជីវៈចម្រុះជាច្រើនប្រភេទជាពិសេសនោះគឺរុក្ខជាតិព្រៃដែលមានពណ៌ស្រស់ស្អាតខ្លាំងមែនទែនអ្នកទាំងអស់គ្នាខ្ញុំពិតជាជាប់ចិត្តជាមួយនឹងរុក្ខជាតិទាំងអស់នឹងហើយស្ដាយដែរដែលរុក្ខជាតិទាំងអស់ហ្នឹងมันអាចហូបបានបើសិនជាហូបបានទៀតកុំឲ្យមិនដឹងជាស្បាយហូបប៉ុណ្ណាទេអ្នកទាំងអស់គ្នាហើយមើលរុក្ខជាតិទាំងអស់ហ្នឹងចោះគឺពណ៌ស្រស់ស្អាតខ្លាំងមែនទែនតែម្ដងខ្ញុំមិននឹកស្មានដល់ទៅសោះបន្តមកទៀតយើងក៏ដើរមកដល់ចំណុចផ្លូវឡើងទៅកាន់ដំណាក់ទី2និយាយមែនដើមឈើនៅទីនោះពិតជាស្រស់ស្អាតខ្លាំងមែនទែនអមជាមួយនឹងសំឡេងរៃកណ្ដឹងរៃភ្នំវាពិតជាញ៉ាំងបរិយាកាសឲ្យភ្ញៀវទេសចរទាំងអស់បានរសាយអស់នៅទុកកង្វល់តែម្ដងនៅដំណាក់ទី2នេះគេមានធ្វើរៀនបោះតង់ថ្មីហើយនឹងបន្ទប់ទឹកយ៉ាងស្រស់ស្អាតមែនទែនលើពីនេះបងខាងសហគមន៍បានសហការគ្នាតទឹកមកដល់បន្ទប់ទឹកតែម្ដងអញ្ចឹងភ្ញៀវទេសចរដែលទៅលេងនៅភ្នំអូរ៉ាល់ហ្នឹងគឺលែងពិបាកទៀតហើយសម្រាប់ហូបបាយនៅតំណទី2បានមួយសន្ទុះក៏ចាប់ផ្ដើមធ្វើដំណើរបន្តទៀតឡើងទៅកំពូលភ្នំអូរ៉ាល់បងប្អូនចម្ងាយផ្លូវ3គីឡូម៉ែត្រប៉ុន្តែឡើងចំណោទរហូតតែម្ដងស្ពាយធ្ងន់ផងប្រឹងឡើងភ្នំផងគឺថាពិបាកនឹងពិពណ៌នាមែនតែនហត់លែងនិយាយតែម្ដងបងប្អូនប៉ុន្តែទេសភាពតាមផ្លូវពីតំណទី2ឆ្ពោះទៅកំពូលភ្នំគឺពោពេញទៅដោយសម្រស់ស្រស់ស្អាតឥតគណនាព្រៃឈើដែលខ្ញុំស្រឡាញ់ជាងគេបំផុតគឺនៅចន្លោះហ្នឹងហើយមានអារម្មណ៍ថារីករាយស្រស់ស្រាយខ្លាំងណាស់ខ្យល់ក៏ត្រជាក់ស្រួលទៀតធ្វើឲ្យខ្ញុំកាន់តែមានកម្លាំងដើរទៅកំពូលភ្នំបន្តទៀតលើកនេះឡើងរៀងយូរក្រាន់បាទដែរទៅមកដល់កំពូលភ្នំបងប្អូនអរគ្នាទីផុតខ្ញុំធ្វើបានដែរគឺឡើងមួយថ្ងៃឲ្យផ្ដាច់ដល់កំពូលហ្មងហើយនិយាយរួមទៅស្ពាយបានមកចូលពី10គីឡូទៀតនិយាយរួមទៅយកនឹងគេងនៅហ្នឹងអញ្ចឹងបងប្អូនអរគ្នាហងចាំមើលសកម្មភាពរបស់ពួកខ្ញុំតើតងជាមួយនឹងការគេងនៅនេះចង់ដឹងថាវាត្រជាក់ខាងប៉ុណ្ណាពួកដេសាអ្នកដែលមកលេងក្នុងអូរ៉ាល់គឺពួកគាត់ភាគច្រើនគឺអត់ងាយនៅក្នុងការគេងនៅលើកំពូលទេព្រោះដោយសារកំពូលគឺជាចំណុចមួយដែលត្រជាក់ខ្លាំងជាងគេបំផុតហ្មងហើយពេលខ្លះចង់អាប់សឹងតែមើលអីអត់ឃើញទេអញ្ចឹងថ្ងៃនេះខ្ញុំនឹងបានមើល view ថ្ងៃលិចអេមែនតើមើលម៉ោងទៅគឺម៉ោង4កត់ពួកខ្ញុំក៏ចាប់ផ្ដើមបោះតង់និងរៀបចំងូតទឹកចំណែកកាយក៏ទៅដាំបាយធ្វើម្ហូបផ្លេចបច្ចៈទឹកនៅកំពូលភ្នំអូរ៉ាល់ខែហ្នឹងនិយាយពីថាល្ងាលែងនិយាយដូចចូលទៅកក់យកមកចាក់នៅពីលើខ្លួនអញ្ចឹងបន្ទាប់មកពួកយើងក៏រៀបចំតង់ហើយពេលបោះតង់រួចតាន់ថ្ងៃលិចល្មមបងប្អូនអើយមកចំពេលល្អណាស់លើកទី1ហើយដែលបានមើលថ្ងៃលិចពីកំពូលភ្នំអូរ៉ាល់ព្រោះមករលដងមេចោះអាប់មើលមិនដែលឃើញទេបន្ទាប់មកដល់ពេលហូបបាយល្មម
អស់គ្នាឃើញភ្លើងនោះឃើញស្អីរត់ពីមុខភ្លើងគឺម្ហូបល្ងាចនេះគឺស្ងោរជ្រក់សាច់មាន់កំពុងតែល្ងាផងបានមាន់ស្ងោរក្តៅនិយាយពីថាជាតិនោះជាតិលែងនិយាយហើយដាក់មកពេញពោះហ្មងទៅអត់មានលាក់ទេបងប្អូនអាប់ចាប់ផ្ដើមធ្លាក់មកហើយអាកាសធាតុកាន់តែត្រជាក់ទៅរកតែហូបបាយរួចហើយជុំគ្នានិយាយអីមិនបានទេរងាខ្លាំងពេកឡើងទ្រាំអត់បានតែម្ដងចំណែកអាប់ដែលធ្លាក់មកគឺលាយជាមួយនឹងទឹកអន្សើមតែម្ដងតែច្រឡំយកខោអាវហាលឲ្យទៅអត់ស្ងួតទេអូផ្លេចប្រាប់នៅលើកំពូលភ្នំបារ៉ាល់មានសេវាស្មាតដើរដោយពេលអញ្ចឹងណាបងប្អូនអញ្ចឹងអ្នកណាដែលមានស្មាតអាចលេងអ៊ីនធឺណិតបានឥឡូវដល់វគ្គដែលខ្ញុំសរុបពីអារម្មណ៍របស់ខ្ញុំប្រាប់បងប្អូនហើយបងប្អូនអាកាសធាតុចុះត្រជាក់រហូតដល់14អង្សាសេនៅពេលយប់អ្នកបកកែទ្រាំយ៉ាងណាក៏មិនអាចទ្រាំបានដែរសម្រាប់ខ្ញុំរងាខ្លាំងពេកខ្ញុំពាក់អាវ3ជាន់ហើយរុំអាវភ្លៀង1ជាន់ទៀតបន្ទាប់មកខ្ញុំដណ្ដប់ភួយ1ជាន់ទៀតទាំងអស់គឺ5ជាន់ចំណែកបទពិសោធន៍មួយទៀតដែលនៅលើកំពូលភ្នំបារ៉ាល់ហ្នឹងគឺថាម៉ោង9ចុះឡើងទៅគឺធ្លាក់ទឹកអង្សើមហើយខុសពីយើងនៅដីតលតែម៉ោង4ព្រឹកបានធ្លាក់ទឹកអង្សើមអាចនិយាយបានថាកាន់តែត្រជាក់ខ្លាំងកាន់តែឆាប់ធ្លាក់ទឹកសន្សើមមួយទៀតពេលគេងនៅលើកំពូលភ្នំមានអារម្មណ៍ថាសុវត្ថិភាពតែម្ដងទោះបីជាគេងតែ2នាក់មែនណាតែសម្រាប់ខ្ញុំអត់មានអារម្មណ៍ថាខ្លាចអីសោះអញ្ចឹងសម្រាប់បទពិសោធន៍នៃការគេងលើកំពូលភ្នំបារ៉ាល់របស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនដែលបានទស្សនាហើយនឹងបានយល់សូមអរគុណចំពោះការតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនគ្នាពេលព្រឹកឡើងយើងអត់មានអីញ៉ាំក្រៅពីកាហ្វេមីហើយនឹងនំអញ្ចឹងណាតែចង់និយាយថាធម្មតាយើងមកផ្លូវឆ្ងាយយើងត្រូវតែមានការដាំបាយដាំទឹកដូចគ្នាគ្រាន់តែថាអាហារសម្រន់មុននឹងយើងញ៉ាំបាយគឺមានកាហ្វេហើយនឹងនំអញ្ចឹងណាអ្នកនរគ្នា